ចាសូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងមកប្រាប់ពីវិធីធ្វើសង់ខ្យាល្ពៅឬក៏ល្ពៅសង់ខ្យាហ្នឹងណានេះគឺជាវីដេអូទី2ដែលនាងខ្ញុំនឹងថតជូនបងប្អូនក្នុងការទស្សនាដោយសារនៅក្នុងវីដេអូវគ្គ1នោះនាងខ្ញុំបានជំរាបបងប្អូនដែរប៉ុន្តែនៅតែមានបងប្អូនមួយចំនួនតូចគាត់នៅតែឆ្ងល់នឹងការធ្វើនឹងការដាក់គ្រឿងផ្សំក្នុងការធ្វើល្ពៅសង់ខ្យាដោយសារបងប្អូនមួយចំនួនគាត់ថានៅពេលដែលគាត់ដាក់ល្ពៅក្នុងការចំហុយទៅល្ពៅរបស់គាត់គឺប្រេះឬក៏បែកចឹងណាហើយសម្រាប់បងប្អូនមួយចំនួនទៀតគាត់ថានៅពេលដែលគាត់ធ្វើហើយសង្ខ្យារបស់គាត់អត់ខំជាប់ជាមួយនឹងផ្លែល្ពៅអញ្ចឹងផងដែរនៅក្នុងវីដេអូនេះនាងខ្ញុំនឹងប្រាប់បងប្អូនម្ដងទៀតក្នុងការធ្វើល្ពៅសង្ខ្យាអញ្ចឹងក៏មកបងប្អូនចាំយូរយើងទៅមើលរបៀបធ្វើហើយនឹងការដាក់គ្រឿងផ្សំទាំងអស់គ្នាជាដំបូងនេះគឺយើងត្រូវមានពងមាន់ឬក៏ពងទាក៏បានដែរយើងអាចប្រើមួយណាក៏បានដែរចំនួន4គ្រាប់ដោយសារទំហំល្ពៅនេះខ្ញុំរៀងតូចៗដែរអញ្ចឹងណាចាយើងគោះបំបែកពងមាន់របស់យើងឲ្យវាបែកជាមុនសិនបន្ទាប់មកទៀតនេះខ្ញុំមានប្រើជាមួយនឹងខ្ទិះដូងចំនួន2ខាំកន្លះចាខ្ទិះដូងគឺឈ្ងុយមែនតើច្បល់វារលាយឲ្យវាបែកចូលក្នុងពងមាន់យើងតិចទៅនេះខ្ញុំដាក់ជាមួយនឹងអំបិលបន្តិចហើយនឹងជាមួយនឹងស្ករសការប្រើស្ករទៅតាមការចូលចិត្តដែរអញ្ចឹងណាបងប្អូនចូលចិត្តផ្អែមដាក់រីងច្រើនអត់សូវចូលចិត្តដាក់ល្មមបានហើយប៉ុន្តែសម្រាប់វីដេអូនេះខ្ញុំប្រើចំនួន2ខាំហើយនេះគឺជាស្លឹកតយចាស្លឹកតយយើងកាត់ចេះក៏បានយើងមូរវាម្ដុំដើម្បីច្របាច់ជាមួយនឹងពងមាន់របស់យើងក៏បានដែរចំពោះស្លឹកតយនេះនាងខ្ញុំប្រើចំនួន3ទៅ4ស្លឹកយើងអាចកាត់ចឹងទៅចំពោះការប្រើស្លឹកតយហ្នឹងវាមានផលប្រយោជន៍សម្រាប់ការធ្វើសង់ខ្យាយើងផងដែរជំហានទី1ហ្នឹងស្លឹកតយធ្វើឲ្យកាត់ឆ្អាបនៃពងមាន់របស់យើងហើយទី2ធ្វើឲ្យសង់ខ្យារបស់យើងគឺកាន់តែមានរសជាតិឈ្ងុយហើយនិងឆ្ងាញ់នៅពេលដែលបងប្អូនញីស្លឹកតយរួចរាល់ហើយបងប្អូនទាំងអស់គ្នាត្រូវយកទឹកសង់ខ្យារបស់យើងមកច្រោះដើម្បីឲ្យឃើញថាទឹកសង់ខ្យារបស់យើងគឺវាម៉ត់ល្អហើយនៅពេលនេះយើងបានច្រោះទឹកសង់ខ្យារបស់យើងរួចហើយសម្រាប់ពពុះនៅខាងលើទឹកសង់ខ្យារបស់យើងបងប្អូនដួសចេញក៏បានមិនដួសចេញក៏បានដែរសម្រាប់ការដួសចេញហ្នឹងធ្វើឲ្យសង្ខ្យារបស់យើងគឺវាម៉ត់ល្អនៅពេលដែលឆ្អិនមិនមានភាពប្រឡោះប៉ោងមូនៅក្នុងសង្ខ្យារបស់យើងអញ្ចឹងណាបងប្អូនចាយើងអាចដួសចេញអញ្ចឹងទៅបន្ទាប់ពីយើងធ្វើទឹកសង្ខ្យាហើយយើងទុកមួយឡែកសិនឥឡូវយើងចាប់ផ្ដើមមកធ្វើល្ពៅទាំងអស់គ្នាសម្រាប់ការធ្វើល្ពៅសង្ខ្យានេះខ្ញុំប្រើតូចអញ្ចឹងទៅដើម្បីឲ្យសាច់ល្ពៅរបស់យើងគឺល្មួតហើយនិងឆ្ងាញ់ណាសម្រាប់ការធ្វើសង្ខ្យានេះគឺយើងពុះចោះប្រឡោះជា4ឲ្យវាស្មើគ្នាអញ្ចឹងទៅបន្ទាប់ពីយើងឆ្កឹះបានក្បាលល្ពៅចេញហើយបងប្អូនទាំងអស់គ្នាគ្រាន់តែយកស្លាបព្រាតូចល្មមទៅដើម្បីឆ្កឹះគ្រាប់ពីក្នុងផ្លែល្ពៅរបស់យើងចេញឲ្យអស់ហើយនៅពេលដែលយើងឆ្កឹះគ្រាប់ល្ពៅអស់រួចរាល់ហើយយើងយកល្ពៅនោះទៅលាងទឹកសម្អាតវាឲ្យស្អាតបន្ទាប់មកយើងយកក្រដាសក៏បានកណាត់ក៏បានដែរជូតផ្លែល្ពៅរបស់យើងឲ្យវាស្ងួតទឹកឲ្យអស់ឬមកក៏បងប្អូនដាក់ផ្កាប់វាចោលដើម្បីឲ្យស្រក់ទឹកក៏បានដែរសម្រាប់ការធ្វើបែបនេះដើម្បីឲ្យនៅពេលដែលយើងចាក់ទឹកសង្ខ្យាទៅឲ្យទឹកសង្ខ្យារបស់យើងគឺខាំជាប់ជាមួយនឹងល្ពៅនៅពេលនេះឃើញថាល្ពៅរបស់យើងក៏បានរួចរាល់ហើយទឹកសង្ខ្យាក៏បានធ្វើរួចហើយដែរឥឡូវយើងចាប់ផ្ដើមដាក់ចានតូចដើម្បីដាក់ល្ពៅរបស់យើងចូលទៅចំហុយឥឡូវនេះយើងអាចចាក់ទឹកសង្ខ្យារបស់យើងចូលក្នុងល្ពៅបានចំណុចកន្លែងនេះបងប្អូនទាំងអស់គ្នាកុំចាក់ទឹកសង្ខ្យាឲ្យវាពេញជាមួយនឹងល្ពៅពេកបើសិនជាបែបនេះទេនៅពេលដែលល្ពៅយើងឆ្អិនគឺធ្វើឲ្យកពប់ឬមកក៏សង្ខ្យារបស់យើងហៀចេញមកក្រៅសម្រាប់ក្បាលល្ពៅនេះបងប្អូនកុំបោះចោលយើងក៏អាចញ៉ាំបានផងដែរយើងអាចដាក់ចំហុយទៅក្នុងល្ពៅសង្ខ្យារបស់យើងបាននៅពេលនេះផងដែរយើងចាប់ផ្ដើមដាក់ចំហុយទាំងអស់គ្នាដោយប្រើភ្លើងមធ្យមកុំខ្លាំងពេកកុំតិចពេកចំពោះចំណុចនេះផងដែរបងប្អូនទាំងអស់គ្នាត្រូវចំណាំថាការប្រើភ្លើងកុំខ្លាំងពេកបើមិនដូច្នេះធ្វើឲ្យល្ពៅរបស់យើងប្រេះបែកបានផងដែរអញ្ចឹងបងប្អូនទាំងអស់គ្នាដាក់ចំហុយរយៈពេល40ទៅ45នាទីទៅតាមទំហំបងប្អូនប្រើល្ពៅទូចល្ពៅធំអញ្ចឹងណាចន្លោះប្រហែលជា40ទៅ45នាទីបងប្អូនអាចបើកគម្របបាននិងយកឈើស្រួចមកចាក់ជាមួយនឹងទឹកសង្ខ្យារបស់យើងហ្នឹងណាបើសិនជាពេលចាក់ទៅវាស្ងួតអត់មានជាតិសើមទេបានន័យថាសង្ខ្យារបស់យើងគឺបានឆ្អិនហើយបន្ទាប់ពីយើងឃើញថាល្ពៅសង្ខ្យារបស់យើងបានឆ្អិនរួចរាល់ហើយបងប្អូនទាំងអស់គ្នាត្រូវដកចុះពីលើភ្លើងចង្ក្រានឲ្យវាចុះត្រជាក់សិនចាំបងប្អូនទាំងអស់គ្នាកាត់ជាដុំតូចឥឡូវនេះបងប្អូនទាំងអស់គ្នាអាចមើលបានថាសង្ខ្យារបស់យើងខាំជាប់ជាមួយនឹងល្ពៅឬអត់ឃើញថាសង្ខ្យារបស់យើងគឺខាំជាប់ជាមួយនឹងល្ពៅហើយសម្រាប់ល្ពៅគឺអត់មានការមានប្រេះមានបែកជាមួយនឹងសាច់ល្ពៅរបស់យើងទេចាសម្រាប់ការធ្វើសង្ខ្យាល្ពៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេនាងខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាដែលចូលចិត្តនឹងតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតមកបើសិនជាបងប្អូនមានចម្ងល់ឬក៏មានវិធីសាស្ត្រក្នុងការធ្វើសង្ខ្យាល្ពៅបែបងាយៗបងប្អូនអាច comment នៅខាងក្រោមវីដេអូរបស់នាងខ្ញុំបានយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតណាអរគុណជម្រាបលាបាយបាយ